ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំចំពោះបងប្អូនជនភៀសសិកសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនប្រធានគណៈបក្សក្រហមកម្ពុជាកាលពីថ្ងៃទី28ខែកុម្ភៈឆ្នាំ2026បានសម្រេចផ្ដល់អំណោយមនុស្សធម៌ជាបន្ទាន់ដើម្បីជួយសម្រាលការលំបាកជូនដល់ប្រជាជនភៀសសិកជិត3000គ្រួសារដែលកំពុងស្នាក់នៅតាមជំរំសុវត្ថិភាពក្នុងស្រុកអូជ្រៅនិងស្រុកថ្មពួកខេត្តបន្ទាយមានជ័យដើម្បីជួយសម្រួលជីវភាពរស់នៅរបស់ពួកគេជាពិសេសបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងដែលធ្វើឲ្យពួកគេជួបការលំបាកអំណោយមនុស្សធម៌ទាំងនេះជារួមមានគ្រឿងឧបភោគបរិភោគសម្ភារៈប្រើប្រាស់និងថវិកាមួយចំនួនផងដែលជាសទ្ធាជ្រះថ្លារបស់សប្បុរសជនគ្រប់មជ្ឈដ្ឋានតាមរយៈកាកបាទក្រហមកម្ពុជានឹងត្រូវយកទៅចែកជូនដោយផ្ទាល់ដៃដល់បងប្អូនប្រជាពលរដ្ឋភៀសសិកនៅថ្ងៃទី3ខែមិនិនាឆ្នាំ2026អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនជនរួមជាតិជាថាបន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងស្វែងរកបទឈប់បាញ់ដើម្បីបញ្ចប់សោកនាដកម្មមកលើប្រទេសជាតិនិងប្រជាពលរដ្ឋរាជរដ្ឋាភិបាលនិងថ្នាក់ដឹកនាំដែលមានសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនប្រធានគណៈបក្សក្រហមកម្ពុជាសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតបានផ្ដោតការយកចិត្តទុកដាក់ខ្ពស់បំផុតលើគ្រួសារវីរយុទ្ធជនពលីវីរយុទ្ធជនរងរបួសវីរយុទ្ធជនដែលកំពុងឈរជើងនៅជួរមុខនិងបងប្អូនប្រជាពលរដ្ឋភៀសសិកក្នុងដំណើរចុះជួបសំណេះសំណាលនិងសួរសុខទុក្ខបងប្អូនជនភៀសសិកកាលពីពេលកន្លងទៅនេះសម្ដេចបវរធិបតីបានបញ្ជាក់ថារាជរដ្ឋាភិបាលបានដាក់ចេញវិធានការចាំបាច់ក្នុងការដោះស្រាយសម្រាប់ទាំងបងប្អូនភៀសសិកដែលអាចវិលត្រឡប់ទៅលំនៅឋានវិញបានទាំងបងប្អូនប្រជាពលរដ្ឋភៀសសិកដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋាននៅឡើយនិងទាំងការស្ដារឡើងវិញនៅហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាតសម្រាប់បងប្អូនជនភៀសសិកដែលអាចវិលត្រឡប់ទៅលំនៅឋានវិញបានក្រសួងស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋានបាននឹងកំពុងខ្នះខ្នែងរៀបចំសម្របសម្រួលឲ្យពួកគេអាចវិលត្រឡប់ទៅលំនៅឋានវិញកាន់តែឆាប់តាមដែលអាចធ្វើទៅបានដោយផ្ដល់ជូនទាំងសុវត្ថិភាពនិងការជួយស្ដារជីវភាពរបស់ពួកគេរហូតមកទល់ពេលនេះមានពលរដ្ឋភៀសសិកជាង 92% ហើយដែលបានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញក្នុងចំណោមជនភៀសសិកសរុបប្រមាណជាង64,000 នាក់សម្រាប់បងប្អូនជនភៀសសិកដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបានដោយសារតែស្ថានភាពមិនទាន់អំណោយផលរាជរដ្ឋាភិបាលបានផ្ដល់នូវដំណោះស្រាយសមរម្យទៅតាមស្ថានភាពជាក់ស្ដែងដើម្បីជួយបងប្អូនឲ្យអាចរស់នៅក្នុងបរិយាកាសល្អប្រសើរនិងរក្សាលំនឹងជីវភាពប្រចាំថ្ងៃក្នុងអំឡុងពេលដ៏លំបាកនេះរហូតដល់ពេលដែលបងប្អូនអាចវិលត្រឡប់ទៅលំនៅឋានវិញបាននៅពេលខាងមុខចំពោះហេដ្ឋារចនាសម្ព័ន្ធដែលរងការខូចខាតមានដូចជាមណ្ឌលសុខភាពមន្ទីរពេទ្យបង្អែកផ្សារផ្លូវស្ពានសាលារៀនវត្តអារាមបណ្ដាញទឹកស្អាតភ្លើងអគ្គិសនីនិងបណ្ដាញទូរគមនាគមន៍ជាដើមក្រុមការងារចំពោះកិច្ចបានកំពុងវិតម្លៃផលប៉ះពាល់ខូចខាតដើម្បីឲ្យរាជរដ្ឋាភិបាលស្ដារឡើងវិញឲ្យបានឆាប់រហ័សបំផុតទៅតាមស្ថានភាពជាក់ស្ដែង